ដែលចូលចិត្តញ៉ាំល្មៀតជាមួយនឹងទឹកដោះគោអញ្ចឹងកុំភ្លេចមើលវីដេអូនេះភេសជ្ជៈនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ដោយសារវាមានខ្ទិះហើយនឹងមានក្លិនប្រហើរនោះទេដោយសារតែនៅក្នុងរមៀតនេះវាមានសារជាតិមួយយ៉ាងដែលឈ្មោះថាខ្ជួលឃូមីនសារធាតុនេះវាមានតួនាទីកាត់បន្ថយការរលាកហើមនៅក្នុងរាងកាយហើយវាមានសារធាតុប្រឆាំងជាមួយនឹងអុកស៊ីតកម្មក៏ដូចជាប្រឆាំងទៅនឹងបាក់តេរីអញ្ចឹងកាលណាដែលយើងញ៉ាំទៅធ្វើឲ្យរាងកាយរបស់យើងអាចទប់ស្កាត់ការរីករាលដាលនៃបាក់តេរីបានហើយអាចការពារយើងពីជំងឺផ្ដាសាយនិងជំងឺក្អកបានផងដែរហើយបន្ថែមលើពីនេះវាក៏ជួយទៅលើប្រព័ន្ធរំលាយអាហារដោយសាររមៀតវាជំរុញឲ្យមានការផលិតទឹកប្រមាត់ជំរុញឲ្យកាពះពោះវៀនហ្នឹងគឺធ្វើការបានល្អអញ្ចឹងបងប្អូនណាដែលអត់ធ្លាប់ញ៉ាំមិនពិបាកទេព្រោះល្មៀតងាយស្រួលរកមែនតើតែបងប្អូនអាចធ្វើជាម្សៅល្មៀតហើយយកមកលាយជាមួយទឹកដោះគោបើសិនជាមានចម្ងល់នានាសួរជុំវិញអាហារអីផ្សេងៗហ្នឹងឆាតប្រភេទវីត្រាទៅមិនខុសម្ដងហើយពួកខ្ញុំរងចាំនៅក្នុងការផ្ដល់ជាយោបល់ក៏ដូចជាចែករំលែកនៅចំណេះដឹងជាទីប្រឹក្សាជូនបងប្អូនទាំងអស់គ្នាចា